មួយទៀតកន្លែងនេះជាចំណេះដឹងថ្មីមួយទៀតសម្រាប់វីដេអូ live នេះប្រហែលជាគ្រូមកជួយមើលច្រើនលេខពាក្យពណ៌នៅធាតុត្រូវការអញ្ចឹងយកឧទាហរណ៍ថាបើយើងឆែកនៅក្នុងអាប់យើងធាតុត្រូវការរបស់យើងធាតុដីអញ្ចឹងធាតុដីនៅក្នុងតួលេខគឺមានលេខ8គឺលេខ1ហើយមានលេខ2លេខ5សិតតែយើងមកប្រើបានទាំងអស់អញ្ចឹងតែច្បាស់ជាងគេខ្ញុំជួយថាបងប្អូននឹងឆ្លៃលេខ8នេះទេចាចុះបើយើងឆែកទៅរាសីរបស់យើងធាតុត្រូវការរបស់យើងធាតុមានវិញធាតុនេះគឺលេខ6និងលេខ7តែរបៀបលេខទាំងពីរនេះលេខ6គឺលេខអំណាចលេខ7គឺលេខពិឃានលេខ fighting គេហៅលេខបើតាហ៊ានថាលេខ7ល្អតាហ៊ានកាត់កាត់អញ្ចឹងគឺបានលេខ7ល្អចាអញ្ចឹងបើយើងប្រៀបធៀបរវាងលេខ7អំណាចដូចគ្នាថាលេខអំណាចដូចគ្នាតែមួយបាត់ស្រោះស្តុបមួយទៀតគឺ fighting ផងអញ្ចឹងឧទាហរណ៍ថាបើយើងប្រើយកអត់ចង់បាត់កំដៅចូលទេអំណាចមកបាត់លក្ខណៈស្តុបអញ្ចឹងយើងប្រើលេខ6ទៅអូខេមួយទៀតបើធាតុត្រូវការរបស់យើងភ្លើងគឺប្រើលេខ9បើធាតុត្រូវការរបស់យើងទឹកគឺប្រើលេខ1អត់ទេអូខេទឹកលេខ1ឈើលេខ4និងលេខ3ភ្លើងលេខ9ដីលេខ5លេខ2និងលេខ8មានលេខ6និងលេខ7ធាតុត្រូវការយើងយកលេខធាតុត្រូវការយើងមកប្រើក៏បានយកលេខ tracking number របស់យើងមកបានចាអញ្ចឹងចម្ងល់ផ្សេងៗទៀតខ្ញុំបញ្ចេញវីដេអូនៅក្នុង page MySTD ចាហើយចាំដាក់មើលទាំងអស់គ្នាអរគុណចាអរគុណច្រើនសម្រាប់